ថតវីដេអូយកមកហើយប៉ុន្តែនៅពេលដែលយើងកាត់តវាបែរជាមានសំឡេងរំខាននៅពេលដែលយើងថតទៅវិញអញ្ចឹងជាមួយនឹងវិធីមួយនេះបងប្អូនអាចយកទៅប្រើបានត្រឹមតែមួយក្បាច់ទេគឺអាចកាត់ចោលជាមួយនឹងសំឡេងរំខានចេញឲ្យឮតែសំឡេងយើងម្នាក់ទេហ្នឹងហើយអញ្ចឹងយើងកុំឲ្យរងចាំយូរទៅមើលពីវិធីក្នុងការធ្វើទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងបានចូលមកដល់ក្នុងកម្មវិធីមួយនេះខ្ញុំនឹងជ្រើសរើសយកវីដេអូមួយដើម្បីធ្វើជាឧទាហរណ៍ឲ្យបងប្អូនបានទស្សនាហើយសម្រាប់បងប្អូនដែលគាត់មិនទាន់បានស្គាល់ជាមួយនឹងកម្មវិធីមួយនេះបងប្អូនអាចចូលទៅមើលនៅក្រោម comment វីដេអូមួយនេះបានដែលខ្ញុំនឹងដាក់ឈ្មោះកម្មវិធីមួយនេះនៅក្រោម comment អូខេអញ្ចឹងបងប្អូនចូលមកដល់រូបភាពបែបនេះបងប្អូនចុចយកពាក្យថា new ហើយយើងជ្រើសរើសយកវីដេអូមួយមកបន្ទាប់មកចុចពាក្យថា start អូខេអញ្ចឹងយើងមកដល់ចំណុចមួយនេះបងប្អូនគ្រាន់តែចុចនៅលើនីតិវីដេអូរបស់យើងមួយមកនឹងហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនគ្រាន់តែអូសវាទៅខាងឆ្វេងដៃបន្តិចមកដល់ត្រង់ចំណុចមួយនេះបងប្អូនអាចចុចតាមខ្ញុំបានអធិស្ឋានព្រោះដោយសារតែខ្ញុំអត់ជាអានភាសាអង់គ្លេសទេអញ្ចឹងបងប្អូនចុចតាមខ្ញុំមកគឺចុចយកពាក្យមួយនេះអញ្ចឹងបងប្អូនប្រកាសជាឃើញទម្រង់បែបនេះហើយវាមាន3ចំណុចឲ្យយើងជ្រើសរើសអាស្រ័យនៅលើវីដេអូរបស់បងប្អូនវាមានសំឡេងរំខានខ្លាំងឬក៏តិចអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំដោយសារតែវាអត់សូវជាមានសំឡេងរំខានទេអញ្ចឹងខ្ញុំប្រើត្រឹមចំណុចទី1ប៉ុន្តែសម្រាប់បងប្អូនបើសិនជាវីដេអូរបស់បងប្អូនវាមានសំឡេងរំខានខ្លាំងបងប្អូនអាចជ្រើសរើសយកចំណុចទី2ឬក៏ចំណុចទី3បានណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសយកលំដាប់ទី1បន្ទាប់មកខ្ញុំនឹងចាក់ស្ដាប់វាបន្តិចព្រោះចង់ដឹងថាវាអាចកាត់សំឡេងរំខានយើងបានប៉ុន្មានភាគរយទេសភាពនៅខាងក្រោមអាយ៉ានៅខាងក្រោយនោះស្អាតម្លេះហុំតលីល្អណាស់ស្រឡះល្វឹងតែម្ដងស្អាតនោះស្អាតទេសភាពខាងក្រោយនេះមែនទេអូខេអញ្ចឹងខ្ញុំគិតថាកម្រិតទី1គឺអាចប្រើការបានព្រោះដោយសារតែវីដេអូរបស់ខ្ញុំគឺវាអត់សូវជាមានសំឡេងរំខានទេអញ្ចឹងខ្ញុំចុចគ្រីសទៀតមកដល់ត្រង់ចំណុចមួយនេះបងប្អូនអាចមើលទៅខាងលើដែលវាមានពាក្យថា save ជាមួយនឹងចុច3យើងចុចយកចំណុចចុច3មកត្រង់ចំណុចនេះគឺវាឲ្យយើងរើសយកកម្រិតវីដេអូនៅពេលដែលយើងទាញចេញណាបងប្អូនអញ្ចឹងវាមាន720មាន1080ជាមួយនឹង 2K ជាមួយនឹង 4K អញ្ចឹងបងប្អូនពេញចិត្តទាញយកវីដេអូរបស់បងប្អូនកម្រិតមួយណាបងប្អូនអាចអូសយកមកដាក់កម្រិតមួយហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអូសយកកម្រិត 4K តែម្ដងព្រោះដោយសារតែខ្ញុំចង់បានកម្រិតវីដេអូច្បាស់ហើយត្រង់ចំណុចពាក្យថា frame នេះបងប្អូនអូសវាយកមកត្រង់60 frame មកដើម្បីឲ្យវីដេអូរបស់យើងវាខ្ចាយពេញអេក្រង់តែម្ដងណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងបានជ្រើសរើសរួចស្រេចបាច់ហើយយើងចុចយកពាក្យ save to album មកអូខេអញ្ចឹងបន្ទាប់ពីយើងបានទាញយកមកហើយយើងអាចទៅស្ដាប់វានៅក្នុងវីដេអូរបស់យើងណាបងប្អូនហ្នឹងហើយបើសិនជាមិនទាន់ពេញចិត្តទេបងប្អូនអាចយកវាមកកែម្ដងទៀតបានអញ្ចឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តជាមួយនឹងវីដេអូមួយនេះហើយបើសិនជាខ្ញុំមានចំណេះដឹងអ្វីថ្មីខ្ញុំនឹងយកមកចែករំលែកឲ្យបងប្អូនបានប្រើប្រាស់ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងចាំជួបគ្នាជាមួយនឹងវីដេអូក្រោយបាយបាយ